85% of the population are living in Kandisar. បាទសួស្តីបងប្អូនទាំងអស់គ្នាជាទីគោរពជាទីរាប់អានខ្ញុំច្រើនសម្រាប់ការគ្រប់គ្រងវីដេអូឃ្លីបរបស់ខ្ញុំហែមសុផាន់ជាអ្នកមគ្គុទ្ទេសក៍ទេសចរថ្នាក់ជាតិប្រចាំប្រជាណាចក្រកម្ពុជានិងជាអ្នកចុងក្រងសិភៅមគ្គុទ្ទេសក៍អាណាចក្រអង្គរ Kingdom Guidebook ក៏ដូចជាអ្នកចងក្រងសិភៅមគ្គុទ្ទេសក៍ភាសាបារាំងខ្មែរនៅក្នុងវីដេអូឃ្លីបនេះខ្ញុំសូមបង្ហាញជូនបងប្អូនអំពីបទពិសោធន៍ការងារភ្ញៀវទេសចរមួយរូបដែលគាត់ធ្វើដំណើរតែឯងចុះពីកប៉ាល់ដើម្បីទស្សនានៅក្នុងទីក្រុងភ្នំពេញនៅក្នុងកំឡុងពេលដែលគាត់កំពុងទៅរង់ចាំយន្តហោះនៅពេលល្ងាចតើនៅក្នុងម៉ោងដែលគាត់នៅសេសសល់ពីការទស្សនាតាមកប៉ាល់ហើយធ្វើដំណើរតាមជើងយន្តហោះហោះទៅប្រទេសរបស់គាត់វិញនៅក្នុងប្រទេសកម្ពុជានេះយើងម្នាក់នេះតើគាត់មានកម្មវិធីអ្វីខ្លះដែលត្រូវគាត់ស្នើសុំក្រុមហ៊ុនទេសចររៀបចំហើយមានខ្ញុំហែមសុផាន់ជាអ្នកដឹកនាំណែនាំគាត់នៅក្នុងកម្មវិធីដែលនៅសេសសល់របស់គាត់នៅក្នុងក្រុងភ្នំពេញរយៈពេលមួយថ្ងៃនេះខ្ញុំបានទៅទទួលគាត់នៅឯកំពង់ផែថ្មនៅក្រុងពេញរួចហើយក៏នាំគាត់ជិះស៊ីក្លូធ្វើដំណើរនៅក្នុងក្រុងភ្នំពេញមួយព្រឹកតែម្ដងអ្វីដែលត្រូវនាំគាត់មើលគឺមើលនៅសំណង់អគារចាស់ៗដែលកសាងនៅក្នុងសម័យបារាំងក៏ដូចជាជិះស៊ីក្លូមើលជុំវិញមន់ភ្នំពេញជិះពីកំពង់ផែតាមមាត់ទន្លេនៅក្បែរវត្តភ្នំជិះកាត់តាមវត្តភ្នំហើយគាត់ក៏ស្នើសុំឲ្យខ្ញុំនាំគាត់ទៅ pharmacy ដើម្បីទិញនៅលេលាបស្បែកកុំឲ្យក្តៅគាត់ថាក្តៅណាស់ពេលជិះអញ្ចឹងទេគាត់ធ្វើការលេមួយលាបស្បែកខ្ញុំក៏នាំគាត់ទៅរកពី pharmacy មួយទៅ pharmacy មួយនៅក្បែរវត្តភ្នំតែមិនមានហើយក៏ត្រូវបានគេណែនាំឲ្យទៅម៉ាតតែម៉ាតគឺមានលក់អញ្ចឹងទេយើងក៏ជិះស៊ីក្លូទៅជុំនៅក្បែរផ្សារចាស់ហើយក៏ដើរចូលក្នុងម៉ាតមួយដើម្បីទិញនៅលេលាបស្បែកកាលពីក្តៅថ្ងៃបន្ទាប់ពីទិញរួចក៏ជិះស៊ីក្លូបន្តទៅខាងវិមានឯករាជ្យជិះឆ្វែលហើយដល់នៅព្រំមូវិមានឯករាជ្យខ្ញុំឲ្យអ្នកដឹកស៊ីក្លូបានពប់នៅក្បែរនៅសួនក្បែរនោះហើយខ្ញុំក៏បានរៀបរាប់អំពីប្រវត្តិនៅវិមានឯករាជ្យក៏ដូចជារូបស្ទូបព្រះបាទបរមរតនកោដ្ឋបាទស្ទូបវិមានឯករាជ្យត្រូវបានកសាងនៅក្នុងឆ្នាំ1955ក្នុងរាជព្រះបាទព្រះនរោត្តមសីហនុដែលកាលនោះព្រះអង្គបានសម្រេចនៅស្នាដៃដ៏ខ្ពង់ខ្ពស់ក្នុងការទាមទារឯករាជ្យពីអាណានិគមបារាំងដែលបានគ្រប់គ្រងដែនដីខ្មែរទាំងមូលនៅក្នុងឆ្នាំ1863ដល់ឆ្នាំ1953ដូច្នេះដើម្បីជាការរំលឹកនៅរាល់ទិវាថ្ងៃឯករាជ្យ9វិច្ឆិកាព្រះបាទសម្ដេចនរោត្តមសីហនុបានឲ្យស្ថាបត្យករដ៏មានទេពកោសល្យខ្ពស់វត្តមូលីវ៉ាន់ជាអ្នកគូប្លង់និងរៀបចំកិច្ចការងារកសាងនៅស្ទូបវិមានឯករាជ្យនេះដែលមានកម្ពូលរាងដូចជាផ្កាឈូកក្រពុំក្នុងទម្រង់នៃរចនាបថអង្គរវត្តហើយនៅតាមថ្នាក់នីមួយៗដែលមាន5ថ្នាក់នៅផ្នែកខាងលើយើងឃើញនៅតាមជ្រុងគឺមានរូបនាគសរុបចំនួន100ចំពោះអត្ថន័យនៃក្រពុំឈូកបែបនេះនៃទូប៉មដូចជារូបនាគតំណាងឲ្យអ្វីនោះខ្ញុំមិនរៀបរាប់នៅក្នុងវីដេអូនេះទេហើយនឹងរៀបរាប់នៅក្នុងវីដេអូបន្ទាប់អំពីប្រវត្តិវិមានឯករាជ្យហើយប្រវត្តិវិមានឯករាជ្យនេះក៏ត្រូវបានរៀបរាប់នៅក្នុងសិភៅមគ្គុទ្ទេសក៍ភាសាបារាំងខ្មែរភាគ1នៃតំបន់ភ្នំពេញដែលសរសេរចងក្រងដោយខ្ញុំបាទហែមសុផាន់ផងដែរហើយចំពោះរូបសំណាកនៃបរមរតនកោដ្ឋត្រូវបានគេកសាងនៅក្បែរនោះដើម្បីជាការបង្ហាញដល់ប្រជារាស្ត្រនិងមហាជនទូទៅថាសម្ដេចព្រះនរោត្តមសីហនុជាអ្នកកសាងនិងបង្កើតនៅឯករាជ្យភាពរវាងកម្ពុជានិងបារាំងបន្ទាប់ពីនាំគាត់ដើរមើលវិមានឯករាជ្យមើលស្ទូបព្រះបរមរតនកោដ្ឋក៏ដូចជាសំណង់អគារជុំវិញក៏ដូចជាសួននៅទីនោះផងអស់មួយស្ទុះមកយើងក៏សម្រេចជិះស៊ីក្លូបន្តទៅកាន់ព្រះបរមរាជវាំងនៅតាមផ្លូវនៃការជិះស៊ីក្លូយើងសង្កេតឃើញមានសំណង់អគារនៃហាងមួយចំនួនក៏ដូចជាសំណង់អគារខ្ពស់ៗអំពីកាស៊ីណូនិងសួនច្បារស្រស់ស្អាតនៅតាមផ្លូវទៅកាន់ព្រះបរមរាជវាំងឥឡូវនេះយើងមកដល់ព្រះបរមរាជវាំងខ្ញុំក៏នាំគាត់ចូលទៅខាងក្នុងដោយការពិពណ៌នាអំពីអត្ថន័យនិមិត្តរូបនៃពណ៌សនិងពណ៌លឿងរបស់កំពែងព្រះបរមរាជវាំងរួចហើយក៏នាំគាត់ចូលដើម្បីទិញសម្បត្តិចូលទៅទស្សនាផ្នែកខាងក្នុងជាបន្តបន្ទាប់ខ្ញុំបានធ្វើការអត្ថាធិប្បាយអំពីប្រវត្តិនៃការកកើតបរមរាជវាំងក៏ដូចជាអត្ថន័យនិងខ្លឹមសារនៃវិមានទាំងឡាយនៅក្នុងបរិវេណបរមរាជវាំងជាបន្តបន្ទាប់ចាប់ពីកំពែងខាងកើតគេហៅថាកំពែងទ្វារជ័យអំពីសំណង់នៃវិមានព្រះទេវីវិនិច្ឆ័យនិងវិមានព្រះច័ន្ទឆាយាសាទដំណាក់ច័ន្ទបណ្ណាល័យក៏ដូចជាវិមានណាប៉ូឡេអុង3រួចបន្តដល់ចូលទៅក្នុងផ្នែកមួយទៀតដែលមានសាលគំនូរអំពីរឿងរាមគីរួចហើយបង្ហាញគាត់អំពីចេតិយព្រះបាទនរោត្តមដែលជាអ្នកអញ្ជើញនៅបារាំងមកដាក់អាណានិគមក្នុងន័យការការពារប្រទេសពីការឆ្លៀងភៀននៃពួកប្រទេសសៀមនិងប្រទេសយួនមកលើនគរខ្មែរហើយចង្អុលបង្ហាញគាត់អំពីរូបព្រះបាទនរោត្តមគង់លើសត្វសេះនិងចេតិយព្រះបាទអង្គឌួងដែលជាប្របីតារបស់ព្រះបាទនរោត្តមបន្ទាប់មកក៏នាំគាត់ចូលមើលនៅវត្តប្រកែកមរកតជាបន្តបន្ទាប់ក៏បានបញ្ចប់ហើយនាំគាត់ជិះស៊ីក្លូបន្តដើម្បីរកទីកន្លែងហូបអាហារថ្ងៃត្រង់នៅឯរេស្តូរ៉ង់មួយដែលត្រូវក្រុមហ៊ុនរៀបចំទុកជាមុនសម្រាប់ឲ្យគាត់ចូលហូប
នៅតំបន់ជុំវិញរេស្តូរ៉ង់នោះគឺមានសំណង់អគារបារាំងចាស់ៗដែលគួរសម្រាប់បង្ហាញគាត់នៅអ្វីដែលគាត់ប្រាថ្នាចង់មើលនៅក្នុងកម្មវិធីនេះចូលទៅដល់រេស្តូរ៉ង់មានភាពត្រជាក់ហើយ Hello everybody នៅក្នុងរេស្តូរ៉ង់បានបង្ហាញភាពសមគួរទទួលស្វាគមន៍គាត់ណែនាំគាត់ទៅកាន់តុដែលជាទីកន្លែងសម្រាប់បរិភោគអាហារថ្ងៃត្រង់ជាលក្ខណៈ set menu ខ្ញុំបានណែនាំអំពីម្ហូប set menu ជូនគាត់សួរថាតើគាត់ត្រូវការម្ហូបទាំងអស់នេះដែរឬទេឬក៏គាត់មានអ្វីដែលជាការស្នើសុំពិសេសដូចជាការមិនហូបសាច់មាន់ឬក៏ហូបសាច់ត្រីជាដើមឡើយអ្វីទាំងអស់ត្រូវបានព្រមព្រៀងហើយខ្ញុំក៏បានប្រាប់គាត់ថាយើងសម្រាប់ខ្ទង់1ម៉ោងហើយខ្ញុំក៏ដើរទៅខាងក្រៅដើម្បីរកទីកន្លែងហូបអាហារថ្ងៃត្រង់ដូចគ្នាបញ្ចប់រួចមកយើងក៏ឈប់ជិះស៊ីក្លូហើយយើងជិះឡានបន្តទៅកាន់សារមន្ទីរគុកទូស្លែងដែលជាគោលដៅចុងក្រោយនៅក្នុងកម្មវិធីរបស់គាត់ក្នុងមួយថ្ងៃនេះទៅដល់ទីនោះខ្ញុំបានណែនាំអំពីប្រវត្តិខ្មែរក្រហមនៅតាមផ្លូវនៃការជិះរថយន្តពីទីនៃចិត្តវត្តភ្នំឆ្ពោះទៅកាន់ទូស្លែងហើយបានរៀបរាប់ជាលក្ខណៈសង្ខេបអំពីអ្វីដែលកើតឡើងនៅក្នុងសម័យខ្មែរក្រហមឡើងគ្រប់គ្រងប្រទេសយ៉ាងដូចម្ដេចហើយប្រជាជនស្លាប់ប៉ុន្មានអ្នកដោយសារកត្តាអ្វីខ្លះហើយអ្នកណាជាអ្នករំដោះរឿងរ៉ាវដ៏ជូរចត់នេះបានធ្វើឲ្យភ្ញៀវកើតនៅភាពក្រៀមក្រំនៅដំណាក់កាលចុងក្រោយនៃកម្មវិធីរបស់គាត់រួចហើយយើងក៏បញ្ចប់និងជូនគាត់ទៅប្រលានដើម្បីចាក់ចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ទីកន្លែងរបស់គាត់រស់នៅភ្ញៀវនេះរស់នៅប្រទេសអង់គ្លេសពេលទៅដល់ប្រលានខ្ញុំនាំគាត់ចូលដើម្បីបង្ហាញអំពីទីកន្លែងដែលត្រូវ check in ឬក៏ចុះឈ្មោះជាលើកទី1របស់ខ្ញុំដែរដែលនាំភ្ញៀវបានទៅទីកន្លែងចុះឈ្មោះទៅដល់ខាងក្នុងខ្ញុំក៏មិនដឹងត្រូវធ្វើយ៉ាងណាក៏នាំគាត់ទៅសួរនាំព័ត៌មាននៅឯ receptionist desk រួចហើយ reception ឬក៏អ្នកទទួលភ្ញៀវអ្នកផ្ដល់ព័ត៌មានឲ្យភ្ញៀវក្នុងប្រលានបានចង្អុលបង្ហាញនឹងអ្វីត្រូវធ្វើនៅទីនោះហើយម៉ោងប្រហែលដែលត្រូវចុះឈ្មោះហើយត្រូវគួយកន្លែងណាដើម្បីរងចាំជាដើមខ្ញុំបានស្ដាប់នៅក្នុងជាមួយគាត់អស់មួយសន្ទុះធំរួចក៏ខ្ញុំលាគាត់ដើម្បីចាក់ចេញត្រឡប់ទៅវិញមិនទាន់អស់ចិត្តខ្ញុំក៏បានដើរលេងនៅផ្នែកខាងក្នុងដើម្បីថតរូបជាមួយប្រពន្ធធំនិងមើលអ្វីៗដែលមាននៅក្នុងពលានយន្តហោះដូចជាទីកន្លែងទទួលភ្ញៀវទីកន្លែងចុះឈ្មោះនៅក្នុងសម្រាប់ជើងហោះហើរអន្តរជាតិសម្រាប់ជើងហោះហើរក្នុងស្រុកនិងទីកន្លែងដែលត្រូវរងចាំក៏ដូចជាបន្ទប់ទឹកនិងមើលអ្វីៗដែលជាកត្តាចាំបាច់ដូចជាកន្លែងផ្ដល់ព័ត៌មានកន្លែងទទួលព័ត៌មានក៏ដូចជាកន្លែងទទួលភ្ញៀវជាដើមឡើយរួចហើយខ្ញុំក៏បានទៅផ្ទះវិញដោយសុវត្ថិភាពអរគុណច្រើនបងប្អូនសម្រាប់ការគាំទ្រខ្ញុំហែមសុភ័ណ្ឌជាអ្នកចងក្រងសិភៅមគ្គុទ្ទេសក៍អាណាចក្រអង្គរ Kingdom Guidebook ក៏ដូចជាអ្នកចងក្រងសិភៅមគ្គុទ្ទេសក៍ប្រាសាទបុរាណខ្មែរនិងជាមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិប្រចាំប្រជាជាតិកម្ពុជាសម្រាប់វីដេអូឃ្លីបជាបន្តបន្ទាប់អំពីបទពិសោធន៍ការងារជាមគ្គុទ្ទេសក៍ទេសចរណ៍ក៏ដូចជាអំពីដំណើរកម្សាន្តជាមួយភ្ញៀវបរទេសនៅក្នុងស្រុកខ្មែរយ៉ាងណានោះខ្ញុំនឹងធ្វើវីដេអូឃ្លីបជាបន្តសូមសំណាងល្អកើតឡើងចំពោះបងប្អូនទាំងអស់គ្នា